នេះគឺជាឧបទ្ទវហេតុផ្លូវអាកាសដ៏សាហាវបំផុតមួយដែលប្រហែលជាអ្នកទាំងអស់គ្នាមិនធ្លាប់ជួបពីមុននោះឡើយជើងហោះហើរមួយគ្រឿងរបស់ Nigeria Airways ទើបតែហោះឡើងបានតែ3នាទីក៏ស្រាប់តែមានភ្លើងឆាបឆេះឡើងសន្ធោសន្ធៅបណ្ដាលឲ្យយន្តហោះទាំងមូលត្រូវធ្លាក់មកដីភ្លាមៗតែម្ដងមនុស្សនៅក្នុងយន្តហោះទាំងអស់ចំនួន261នាក់ត្រូវបានបាត់បង់ជីវិតភ្លាមៗចំណែកយន្តហោះក៏ត្រូវផ្ទុះបែកបាក់ខ្ទេចខ្ទីមើលស្ទើរតែមិនយល់ជាយន្តហោះនោះឡើយគ្រោះថ្នាក់នេះត្រូវបានកត់ត្រាថាជាឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយដែលកើតឡើងក្នុងទឹកដីអារ៉ាប៊ីសាអូឌីតហើយគ្រោះថ្នាក់នេះគឺជាគ្រោះថ្នាក់ស្លាប់អ្នកដំណើរច្រើនបំផុតរបស់យន្តហោះស៊េរីនេះដែរក្រុមអ្នកស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះបានបើកការស្រាវជ្រាវពីករណីនេះហើយក៏រកឃើញថាភ្លើងដែលឆេះឡើងយ៉ាងសន្ធោសន្ធៅគឺកើតឡើងចេញពីកង់របស់យន្តហោះនេះខ្លួនឯងដូច្នេះចង់ដឹងថាតើមានរឿងអ្វីឲ្យពិតប្រាកដបានកើតឡើងហើយតើកង់របស់យន្តហោះនេះអាចធ្វើឲ្យយន្តហោះទាំងមូលឆេះដោយរបៀបណា Miss Pilot KH នឹងលម្អិតនៅក្នុងវីដេអូនេះព្រឹកថ្ងៃទី11ខែកក្កដាឆ្នាំ1991ក្នុងទីក្រុងចេដារបស់អារ៉ាប៊ីសាអូឌីតជើងហោះហើរមួយគ្រឿងរបស់ Nigeria កំពុងត្រៀមខ្លួនជាស្រេចដើម្បីហោះហើរឡើងជើងយន្តហោះនេះគឺ Nigeria Airways លេខ2120ដែលប្រតិបត្តិការដោយក្រុមហ៊ុនយន្តហោះ Nation Air របស់កាណាដាជើងហោះហើរនេះមានគោលដៅដឹកអ្នកដំណើរពីប្រលានយន្តហោះ King Abdulaziz ក្នុងទីក្រុងចេដារបស់អារ៉ាប៊ីសាអូឌីតនេះធ្វើដំណើរទៅប្រលានយន្តហោះ Sadiq Abubakar Sri ក្នុងទីក្រុង Sokoto របស់ Nigeriaសម្រាប់ថ្ងៃនេះក្នុងយន្តហោះមានផ្ទុកមនុស្សសរុបចំនួន261នាក់ដែលរួមមានអ្នកដំណើរជនជាតិ Nigeria 247នាក់អ្នកបម្រើការ11នាក់និងក្រុម pilot ចំនួន3នាក់ pilot ទាំង3គឺជាជនជាតិកាណាដាដែលកាពីតែនត្រូវបានគេស្គាល់ឈ្មោះថា William Allen វ័យ46ឆ្នាំ First Officer របស់គាត់គឺ Ken David វ័យ36ឆ្នាំនិងចុងក្រោយគឺជា Flight Engineer Victor Ver វ័យ46ឆ្នាំចំណែកយន្តហោះដែលពួកគាត់ហោះហើរថ្ងៃនេះគឺប្រភេទ MC Donald Douglas DZX ដែលជាប្រភេទយន្តហោះមានខ្លួនតូចបំពាក់មកនៅម៉ាស៊ីនចំនួន4ហើយស័ក្តិសមបំផុតសម្រាប់ការហោះហើររយៈចម្ងាយឆ្ងាយនិងមធ្យមងាកមកប្រលានយន្តហោះឯនេះវិញប៉ុន្មានថ្ងៃនេះប្រលានយន្តហោះចេដាមានភាពមមាញឹកខ្លាំងណាស់ដោយទទួលបានអ្នកដំណើររាប់លានអ្នកចូលរួមពិធីបុណ្យសាសនាអ៊ីស្លាមមួយប្រចាំឆ្នាំមិនយូរប៉ុន្មានបន្ទាប់ពីអ្នកដំណើរឡើងយន្តហោះរួចរាល់កាពីតែន William ក៏ចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន taxi ទៅ runway អាកាសធាតុនៅចេដាថ្ងៃនេះគឺស្រឡះល្អមេឃបើកថ្ងៃចែងចាំងហើយជាមួយគ្នានេះដែរកម្ដៅក៏ចាប់ផ្ដើមកើនឡើងផងដែរដោយសារតែប្រលានយន្តហោះមានទំហំធំយន្តហោះត្រូវ taxi ជាង5គីឡូម៉ែត្រមុនពេលដែលវាអាចហោះឡើងបានមកដល់ runway First Officer David ក៏ចាប់ផ្ដើមរុញកម្លាំងម៉ាស៊ីនហើយយន្តហោះក៏បោះពួរយ៉ាងលឿននៅលើ runway ខណៈពេលដែលយន្តហោះកំពុងរត់ជាធម្មតាស្រាប់តែសម្លេងផ្ទុះដ៏ចម្លែកមួយបានលាន់ឮឡើងក្រុម pilot មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសម្លេងនោះប៉ុន្តែដោយសារមិនដឹងថាជាសម្លេងអ្វីខណៈយន្តហោះក៏រត់ជាធម្មតាគ្មានសញ្ញាព្រមានអ្វីទៀតនោះកាពីតែន William មិនបានបញ្ឈប់ការហោះហើរនោះឡើយហើយមិនយូរប៉ុន្មានយន្តហោះក៏ហោះឡើងផុតពីដីហោះឡើងបានតែ2នាទីស្រាប់តែសញ្ញាព្រមានពីសម្ពាធក្នុងកាប៊ីនបានរោឡើងកាពីតែន William បានឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាសញ្ញាព្រមានរោឡើងបែបនេះកាពីតែនបានជូនដំណឹងមកអ្នកបញ្ជាដែនអាកាសពីបញ្ហានេះហើយខណៈពេលកំពុងចរចាគ្នាស្រាប់តែប្រព័ន្ធបញ្ជាដែលប្រើ hydraulic ក៏ចាប់ផ្ដើមមានបញ្ហាមួយទៀតកាពីតែនបានដឹងយ៉ាងច្បាស់ថាយន្តហោះហាក់ដំណើរការមិនស្រួលនោះទេដូច្នេះភ្លាមៗគាត់បានស្នើសុំហោះបកត្រឡប់ក្រោយដើម្បីចុះចតជាបន្ទាន់ចំណែកក្នុងកាប៊ីនអ្នកដំណើរឯនេះវិញអ្នកដំណើរទាំងអស់គ្មាននរណាដឹងពីបញ្ហាដែលកំពុងកើតឡើងលើយន្តហោះនេះឡើយពួកគេកំពុងតែសប្បាយចិត្តព្រោះថានេះជាការហោះហើរដំបូងរបស់ពួកគេយន្តហោះចាប់ផ្ដើមបត់ត្រឡប់ក្រោយសន្សឹមហើយរឿងដ៏រន្ធត់ក៏ចាប់ផ្ដើមកើតឡើងជាបន្តបន្ទាប់នៅខាងក្រោយអ្នកដំណើរចាប់ផ្ដើមទទួលអារម្មណ៍មិនស្រួលនោះទេផ្សែងចាប់ផ្ដើមជ្រៀតចូលពេញកាប៊ីនធ្វើឲ្យការដកដង្ហើមក៏កាន់តែពិបាកយ៉ាងខ្លាំងមនុស្សម្នាចាប់ផ្ដើមចលាចលរត់ចេញពីកៅអីរបស់ខ្លួននិងខ្លះទៀតថែមទាំងចង់បើកទ្វារយន្តហោះទៀតផងអណ្ដាតភ្លើងស្រាប់តែឆាបឆេះឡើងពីបាតខាងក្រោមនៃកៅអីអង្គុយហើយបន្តរាលដាលយ៉ាងឆាប់រហ័សធ្វើឲ្យយន្តហោះឆេះសន្ធោសន្ធៅតែម្ដងភាពច្របូកច្របល់រញ៉េរញ៉ៃបានកើតឡើងគ្រប់ទីកន្លែងហើយពេលនោះហើយទើបក្រុម pilot បានដឹងថានេះមិនមែនជាបញ្ហាដែលកើតឡើងតែលើប្រព័ន្ធបញ្ជានោះទេតែយន្តហោះទាំងមូលកំពុងត្រូវបានភ្លើងឆាបឆេះភ្លើងបានឆាបឆេះទាំងក្នុងនិងក្រៅធ្វើឲ្យបំណែកនិងរបស់របរមួយចំនួនត្រូវឆេះធ្លាក់ចេញពីយន្តហោះជាបន្តបន្ទាប់ចំណែកប្រព័ន្ធបញ្ជាទាំងឡាយរបស់ក្រុម pilot ក៏ត្រូវភ្លើងឆាបឆេះកាត់ផ្ដាច់ស្ទើរទាំងស្រុងផងដែរ pilot ទាំង3បានព្យាយាមគ្រប់យ៉ាងដើម្បីចុះចតយន្តហោះឲ្យលឿនតាមដែលអាចធ្វើបានប៉ុន្តែការបញ្ជាដែលខូចខាតខ្លាំងបានធ្វើឲ្យក្តីសង្ឃឹមរបស់ពួកគេគឺតិចតួចបំផុតក្រោយការប្រឹងប្រែងគ្រប់មធ្យោបាយជាង10នាទីពុំសមបំណងទីបំផុតយន្តហោះក៏ត្រូវបានធ្លាក់នៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រទៀតប៉ុណ្ណោះពីប្រលានយន្តហោះនេះគឺជាឧបទ្ទវហេតុទាំងព្រឹករបស់ទីក្រុងចេដានេះពេលនោះគ្រប់គ្នាគ្មាននរណាម្នាក់គិតដល់នោះឡើយដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងហោះហើរឡើងមិនទាន់បានប៉ុន្មាននាទីផងបែរជាត្រូវភ្លើងឆាបឆេះកណ្ដាលអាកាសរួចក៏ធ្លាក់ភ្លាមៗសម្រាប់មនុស្សទាំងអស់បែបនេះឧបទ្ទវហេតុនេះត្រូវបានគេកត់ត្រាថា
ជាគ្រោះថ្នាក់ផ្លូវអាកាសដ៏អាក្រក់បំផុតមួយរបស់អារ៉ាប៊ីសាអូឌីតចំណែកឯក្រុមហ៊ុន Nation Air វិញនេះគឺជាការបាត់បង់ដ៏ធំធេងដែលនឹងនាំទៅរកបញ្ហាដ៏ធំនាពេលខាងមុខរំលងបានតែមួយថ្ងៃក្រុមអ្នកស្រាវជ្រាវរបស់កាណាដានិងអ្នកជំនាញមួយចំនួនរបស់អារ៉ាប៊ីសាអូឌីតបានចូលដល់ទីតាំងជាក់ស្ដែងដើម្បីបើកការស៊ើបអង្កេតពីករណីនេះមកដល់កន្លែងកើតហេតុក្រុមអ្នកស្រាវជ្រាវទាំងអស់ស្ទើរតែមិនជឿនឹងភ្នែកថាយន្តហោះ DZH ដ៏ធំមួយបែរជាផ្ទុះឆេះខ្ទេចខ្ទីคล้ายជាបំណែកតូចៗមើលស្ទើរតែមិនស្គាល់ថាជាយន្តហោះនោះឡើយបំណែកទាំងឡាយបានខ្ទាតរប៉ាត់រប៉ាយលើទំហំដីយ៉ាងធំមានបណ្ដោយជាង400ម៉ែត្រនិងទទឹងជាង200ម៉ែត្រអ្វីដែលជារឿងអណោចអធមក្នុងហេតុការណ៍នេះគឺគេបានរកឃើញសាកសពអ្នកដំណើរមួយចំនួននៅចម្ងាយជាង11ម៉ាយពីកន្លែងដែលយន្តហោះធ្លាក់ដែលនេះហាក់បានប្រាប់ក្រុមអ្នកស្រាវជ្រាវថាការឆេះបានធ្វើឲ្យអ្នកដំណើរខ្លះធ្លាក់ចេញពីយន្តហោះខណៈពេលដែលយន្តហោះនៅលើអាកាសនៅឡើយអ្វីដែលគេបានដឹងអំពីហេតុការណ៍នេះគឺយន្តហោះបានឆាបឆេះយ៉ាងសន្ធោសន្ធៅមុនពេលដែលវាបានធ្លាក់ដូច្នេះអ្វីដែលក្រុមអ្នកស៊ើបអង្កេតចង់ដឹងបំផុតនាពេលនេះគឺថាតើយន្តហោះបានឆាបឆេះឡើងដោយសារអ្វីហើយតើភ្លើងបានឆាបឆេះឡើងពីផ្នែកខាងណានៃយន្តហោះសម្រាប់អ្នកជំនាញវាគឺជារឿងដ៏លំបាកនិងទាមទារជំនាញខ្លាំងណាស់ដើម្បីរកថាតើយន្តហោះបានឆាបឆេះចេញពីត្រង់ណាខណៈបំណែកទាំងអស់នាពេលនោះសុទ្ធសឹងតែត្រូវភ្លើងឆេះលោក William Taylor ជាអ្នកជំនាញផ្នែក structure របស់យន្តហោះបានវិភាគយ៉ាងល្អិតល្អន់ទៅគ្រប់បំណែកទាំងអស់ហើយគាត់បានរកឃើញថាផ្នែកខាងមុខនិងផ្នែកខាងក្រោយមិនសូវរងការឆាបឆេះខ្លាំងនោះទេប៉ុន្តែផ្នែកកណ្ដាលនៃយន្តហោះបានទទួលរងការឆាបឆេះយ៉ាងធ្ងន់ធ្ងររហូតតួយន្តហោះខ្លះត្រូវរលាយទៀតផងការរកឃើញនេះអាចឲ្យលោកសន្និដ្ឋានបានថាភ្លើងទំនងជាបានកើតឡើងនៅផ្នែកកណ្ដាលនៃយន្តហោះដើម្បីបន្តរកថាតើអ្វីជាធាតុបង្កនៃការឆាបឆេះនៅតំបន់កណ្ដាលនេះក្រុមអ្នកស្រាវជ្រាវបានពិនិត្យទៅលើបំណែកសេសសល់ជាច្រើនដើម្បីផ្ទៀងផ្ទាត់ហើយចុងក្រោយគេក៏រកឃើញអ្វីមួយដែលគួរឲ្យសង្ស័យច័ន្ទកង់ខាងឆ្វេងរបស់យន្តហោះមានស្នាមកកិតយ៉ាងធ្ងន់ធ្ងរដែលត្រូវបានគេជឿថាវាប្រកាសជាបានកើតឡើងពីការអូសផ្ទាល់នឹងរ៉ាន់វេសម្រាប់អ្នកជំនាញការកកិតធ្ងន់ធ្ងរបែបនេះគឺលើសពីគ្រប់គ្រាន់អាចធ្វើឲ្យកង់ទាំងមូលឆាបឆេះបានតែម្ដងដើម្បីបញ្ជាក់ថាកង់ខាងឆ្វេងពិតជាកកិតនឹងរ៉ាន់វេមែនដែរឬយ៉ាងណាក្រុមអ្នកស្រាវជ្រាវបានពិនិត្យទៅលើរ៉ាន់វេដែលយន្តហោះនេះបានហោះចេញហើយលទ្ធផលគឺពិតជាមិនខុសពិតមែនស្លាកស្នាមកកិតដ៏ធំពីរយ៉ាងច្បាស់ក្រឡែតនៅលើរ៉ាន់វេបានបញ្ជាក់យ៉ាងច្បាស់ថាកង់ខាងឆ្វេងរបស់យន្តហោះបានផ្ទុះបែកចំនួន2បន្តបន្ទាប់គ្នាហើយចម្ងាយដែលវាបានកកិតមានប្រវែងជាច្រើនរយម៉ែត្រដែលនេះគឺល្មមគ្រប់គ្រាន់អាចឲ្យកង់ទាំងមូលត្រូវបានឆាបឆេះជាមួយនឹងភស្តុតាងដ៏សំខាន់ទាំងពីរនេះក្រុមអ្នកស្រាវជ្រាវអាចទាញការសន្និដ្ឋានពីដើមហេតុនៃការឆាបឆេះលើជើងហោះហើរនេះថាការផ្ទុះកង់នៅថ្ងៃនោះបាននាំឲ្យកង់ខាងឆ្វេងរបស់យន្តហោះនេះអូសផ្ទាល់នឹងរ៉ាន់វេបង្កើតបានជាភ្លើងឆាបឆេះឡើងហើយនៅពេលដែល pilot លើកកង់ឡើងទៅលើពេលនោះហើយភ្លើងក៏ឆាបឆេះយន្តហោះទាំងស្រុងតែម្ដងនេះជាការរកឃើញដ៏ភ្ញាក់ផ្អើលមួយប៉ុន្តែទន្ទឹមនឹងនេះអ្វីដែលអ្នកស្រាវជ្រាវនៅមិនទាន់យល់តើហេតុអ្វីបានជាកង់ទាំងពីរនោះផ្ទុះបែកបែបនេះតើនេះជារឿងចៃដន្យឬជាកំហុសបច្ចេកទេសណាមួយដើម្បីរកឬគល់ពីរឿងនេះក្រុមអ្នកស៊ើបអង្កេតបានរកបំណែកកៅស៊ូកង់ទាំងអស់ដែលខ្ទាតចេញនៅថ្ងៃនោះមកពិនិត្យហើយលទ្ធផលបានបង្ហាញថាកៅស៊ូកង់នៅតែបង្ហាញពីភាពរឹងមាំស្វិតល្អមិនមានអ្វីខុសប្រក្រតីនោះឡើយជុំវិញបញ្ហានេះក្រុមហ៊ុន Nation Air បានដាក់ការសង្ស័យថាការផ្ទុះអាចបណ្ដាលមកពីមានវត្ថុរឹងណាមួយនៅលើរ៉ាន់វេដែលបង្កឲ្យកង់ទាំងពីរនោះផ្ទុះបែកបែបនេះការចោទប្រកាន់នេះបានធ្វើឲ្យខាងប្រលានយន្តហោះចេញមកបដិសេធភ្លាមៗហើយថាគេគ្មានភស្តុតាងណាមួយបញ្ជាក់ពីរឿងនេះទេសម្រាប់អ្នកស្រាវជ្រាវឬគោលដែលបណ្ដាលឲ្យកង់ទាំងពីរបែកគឺមានសារៈសំខាន់ណាស់ដើម្បីកោះកកាយរកអ្នកទទួលខុសត្រូវលើហេតុការណ៍នេះមិនយូរប៉ុន្មានភស្តុតាងដែលក្រុមអ្នកស្រាវជ្រាវទន្ទឹងរង់ចាំទីបំផុតក៏បានមកដល់នៅកំឡុងពេលនៃការពិនិត្យនៅកន្លែងកើតហេតុដែលយន្តហោះនោះធ្លាក់លោក William Taylor បានប្រទះឃើញក្រដាសមួយសន្លឹកដែលវាគឺជាមិនធនន checklist របស់យន្តហោះនេះអ្វីដែលគួរឲ្យសង្ស័យក្នុងក្រដាសមួយសន្លឹកនេះគឺទិន្នន័យសម្ពាធកង់ខាងឆ្វេងមានការកែបន្ថែមគួរឲ្យសង្ស័យអ្នកជំនាញបានរកឃើញថាកង់ខាងឆ្វេងលេខ2និងលេខ4មានសម្ពាធទាបជាងកង់ដទៃទៀតតែមានគេសរសេរបន្ថែមដើម្បីឲ្យមើលទៅមានសម្ពាធដូចគ្នានឹងកង់ដទៃទៀតដើម្បីជីករឹសជីកគល់អំពីរឿងនេះក្រុមអ្នកស៊ើបអង្កេតបានសម្ភាសផ្ទាល់ជាមួយនឹងជាងបច្ចេកទេសរបស់ក្រុមហ៊ុនដែលពិនិត្យចុងក្រោយទៅលើយន្តហោះនេះហើយពេលនោះហើយទើបគេរកឃើញពីអាកំបាំងជាងបច្ចេកទេសនោះបានរៀបរាប់ថាកង់ទី2និងទី4នៅចំហៀងខាងឆ្វេងបានលិចនៅស្នាមប្រេះនិងមានសម្ពាធធូរជាងកង់ដទៃទៀតជាច្រើនថ្ងៃមកហើយពួកគាត់ក៏ចង់បដូរកង់ទាំងពីរនោះចេញដែរប៉ុន្តែដោយសារយន្តហោះកំពុងមមាញឹកខ្លាំង Project Manager របស់ក្រុមហ៊ុនបានពន្យាពេលការផ្លាស់ប្ដូររហូតមកដល់ថ្ងៃកើតហេតុកង់ទាំងពីរមិនទាន់បានបដូរចេញហើយសម្ពាធគឺកាន់តែធូរជាងកង់ផ្សេងទៀតពួកគាត់ក៏ចង់បញ្ចូលអ៊ីដ្រូសែនឲ្យតឹងមកវិញដែរប៉ុន្តែជាចៃដន្យអ៊ីដ្រូសែនដែលពួកគាត់មានទាំងឡាយសុទ្ធតែប្រើអស់ទៅហើយគាត់បានបន្ថែមថានៅនាទីចុងក្រោយមេរបស់គាត់បានព្យាយាមសុំខ្ចីអ៊ីដ្រូសែនពីក្រុមហ៊ុនផ្សេងទៀតប៉ុន្តែត្រូវ Project Manager ដដែលប្រាប់ឲ្យបំភ្លេចវាទៅព្រោះយន្តហោះត្រូវបានគៀកម៉ោងហោះទៅហើយពេលនេះសាច់រឿងក្រៅឆាកទាំងឡាយដែលក្រុមហ៊ុន Nation Air ព្យាយាមលាក់បាំងទីបំផុតក៏ត្រូវបានកកកកាយក្រុមអ្នកស្រាវជ្រាវទីបំផុតក៏អាចបញ្យល់បានថាហេតុអ្វីបានជាជើងហោះហើរមួយគ្រឿងនេះហោះឡើងមិនបានប៉ុន្មាននាទីផងរួចក៏ត្រូវឆេះបែបនេះពួកគាត់បានបញ្យល់ថាដោយសារតែកង់ទី2និងទី4
មិនមានសម្ពាធគ្រប់គ្រាន់វាបានធ្វើឲ្យកង់ទី1និងទី3ត្រូវទទួលរងទម្ងន់ធ្ងន់ខ្លាំងជាងធម្មតាក្រោមអាកាសធាតុក្តៅខ្លាំងរួមនឹងការ taxi ជាង5គីឡូម៉ែត្រកង់ទី1បានផ្ទុះមុនគេរួចបន្តដល់កង់ទី2ភ្លាមៗនោះដែរការផ្ទុះបានបណ្ដាលឲ្យកង់ទាំងពីរគាំងលែងវិលរួចក៏អូសផ្ទាល់នឹងរ៉ាន់វេជាច្រើនរយម៉ែត្របង្កើតជាភ្លើងឆាបឆេះឡើងតែម្ដងចំណែកក្នុងបន្ទប់បញ្ជាក្រុម pilot មិនបានដឹងអំពីរឿងនេះឡើយស្រាប់ពេលដែលយន្តហោះ DZH នេះក៏មិនបានបំពាក់មកនៅ sensor ផ្ដល់ដំណឹងពីអគ្គិភ័យនៅតំបន់នោះទៀតអ្វីៗក៏ចប់សពគ្រប់តែម្ដងនៅពេលដែលយន្តហោះលើកកង់ឡើងពេលនេះរឿងគ្រប់យ៉ាងដែលកើតឡើងលើជើងហោះហើរ Nation Air លេខ2120ត្រូវបានក្រុមអ្នកស៊ើបអង្កេតលាតត្រដាងហើយ Project Manager ដែលខ្វះបទពិសោធន៍យកលុយនឹងម៉ោងហោះហើរសំខាន់ជាងសុវត្ថិភាពអ្នកដំណើរបាននាំឲ្យមានរឿងទាំងអស់នេះកើតឡើងអ្វីដែលជារឿងហួសចិត្តក្នុងករណីនេះគឺ pilot ទាំង3ដែលជាអ្នកទទួលខុសត្រូវនៅសុវត្ថិភាពក្នុងការហោះហើរទាំងមូលបែរជាគ្មាននរណាប្រាប់ពីរឿងនេះទៅវិញរបាយការណ៍ចុងក្រោយបានស្ដីបន្ទោសយ៉ាងខ្លាំងទៅលើក្រុមហ៊ុន Nation Air ដែលអនុញ្ញាតឲ្យយន្តហោះហោះឡើងទាំងដែលមានសម្ពាធកង់មិនស្មើគ្នារបាយការណ៍ដដែលក៏បានណែនាំឲ្យគ្រប់យន្តហោះទាំងអស់ពិសេសយន្តហោះស៊េរីថ្មីក្រោយៗត្រូវតែបំពាក់មកនៅ sensor ផ្ដល់សញ្ញាព្រមានផ្សែងឬកម្ដៅនៅតំបន់កង់របស់យន្តហោះដើម្បីបញ្ជាការឆាបឆេះបែបនេះកើតឡើងម្ដងទៀតជាលទ្ធផលក្រុមហ៊ុន Nation Air បានបាត់បង់ជំនឿទុកចិត្តយ៉ាងខ្លាំងពីសាធារណជនធ្វើឲ្យចំណូលក្រុមហ៊ុនត្រូវធ្លាក់ចុះយ៉ាងខ្លាំងសម្ពាធបញ្ហាហិរញ្ញវត្ថុរួមនឹងបំណុលក្រុមហ៊ុនបានកើនឡើងដល់ជាង$75 លានទីបំផុតក្រុមហ៊ុនក៏ប្រកាសខ្សែធនក្នុងឆ្នាំ1993